មានប្រមាណគ្រប់ទាំងអស់ចាដើម្បីរំលីតកទៅលើសមាជិករបស់ខាង OZ ដើម្បីកុំឲ្យគាត់ធ្វើការចូលមកសួរបានចាឡែមភីនៅក្រោយអូកាឡាស៊ីក្លៀនឡែមភីកូនប៉ាអនាគតស៊ីរបស់គ្រឿរីណាបបែកកណានៅសល់តែឯងតែបតែចិត្តឆៅដៃសួរចូលទៅ3សមាជិករបស់ VX4 អ្នកតែប៉ាត់បារហើយ Return Esport Eliminated ក្នុងចំណាត់ថ្នាក់លេខ5ដូចគ្នាផងដែរចាអញ្ចឹងគណៈនេះផងដែរជាមួយនឹងសមាជិករបស់ខាង VX Gaming ទទួលបាន8ទៅ10 kill នៅក្នុងដៃ guys មកលេងមួយសមាជិករបស់ខាង Key of Survival 4 kill អូហូ3 team ចូលក្រៅ OC សល់តែឯងទេគណៈឯង2សល់2ចឹង team ដែលមានព្រៀបគ្នានោះគឺ VX ជាមួយនឹងសមាជិករបស់ខាង Key of Survival The Last Player ក៏មានការដាច់ដូចគ្នាផងដែរចាប់ពី Infinity IQKX Eliminated ទៅក្នុងចំណាត់ថ្នាក់លេខ4ចឹង team ដែលកំពុងតែ50នោះគឺចា Key of Survival ជាមួយនឹងចា VX ចាក់ដៃក្បាលមួយទៅលើ Tyson ដាក់តកមួយដើម្បីទៅការជួយគ្នាមួយសិនណុកពីបាទហើយល្អកន្លងមែនទែនជួយនឹងសមាជិករបស់ខាង Key of Survival មិនទាន់ស្រកឈាមសូម្បីតែម្នាក់ដាក់ VX Gaming ដួលអស់ពីបាទហើយទោះបីជាមានការជួយគ្នាឡើងមកវិញប៉ុន្តែឈាមជាមួយនឹងតកក៏ដូចជាបាទមានការអស់ប្រាគណៈសមាជិករបស់ខាង OZ The Last Player ពី Team ប៉ៅដាច់ដូចគ្នា Wow បាទ Team Clarican ជាមួយនឹង Team Dragon Egon បាទតារាមិនសូវបានគ្នាក៏ដូចជាអាសានុកបាទបាញ់យកនេះគ្នាបានជាមួយនឹង Kaizen ជីយាមអស់ពីសមត្ថភាពដើម្បីទៅការអូក្លាស៊ីក្លៀមនៅតែតុបមិនជាប់នោះទេ The Last Player ក៏មានការដាច់ដូចគ្នា Booyah កាន់ទីមួយរបស់យើងបានទៅលើ Team Kill of Survival ចាដែល MVP បានទៅលើ Baby Choi អូហូ